នំបញ្ចុកល្បីជាងគេ4កន្លែងប្រចាំសៀមរាបកន្លែងមួយនេះញ៉ាំស្វាដេញទៀតប៉ុន្តែមួយណាឆ្ងាញ់ជាងគេហើយមួយណាធ្វើឲ្យខ្ញុំខកបំណងចាំខ្ញុំទៅសាកទាំងអស់គ្នាកន្លែងទី1គឺភោជនីយដ្ឋានក្អមដែលមានទីតាំងនៅមាត់ស្ទឹងសៀមរាបខ្ញុំបានកំងនំបញ្ចុកគួរក្តាមដែលមានតម្លៃ10000រៀលមួយឈុតហ្នឹងទឹកស្លគេគឺក្លិនឈ្ងុយគ្រឿងខ្មែរមែនតើចុះក្នុងក្អមហ្នឹងខ្ញុំឃើញប្រហែលជា6 7ខប់អីដែរហើយគេដាក់ក្តាមមួយនៅក្នុងហ្នឹងបើទឹកស្លវិញគឺខាប់ល្អមែនតើខ្ញុំអត់រសាអត់បានទេរឿងការតុបតែងចានរបស់គាត់នឹងទាំងការរៀបចំនំបញ្ចុកបន្លែជាមួយនឹងទឹកស្លគេគាត់ដាក់នៅក្នុងក្អមគឺត្រូវជាមួយនឹងឈ្មោះហាងគាត់ពេលខ្ញុំទៅដល់ប្រហែលជាម៉ោង2ថ្ងៃហើយចុះខ្ញុំគិតថាទឹកស្លហ្នឹងអាចនឹងរៀងបាត់ឆ្នាំងតិចចឹងរសជាតិពេលហ្នឹងរៀងដិតខ្លាំងតិចចំពោះខ្ញុំតែខ្ញុំនៅតែចូលចិត្តចឹងគឺឆ្ងាញ់ហាងទី2គឺបុកល្ហុងក្តាមសេះនៅភូមិបដាក់ហើយនំបញ្ចុកដែលខ្ញុំបានញ៉ាំនៅហាងគាត់គឺនំបញ្ចុកទឹកប្រហុកមួយឈុតហ្នឹងគឺ20000រៀលក្នុងហ្នឹងមានត្រីដែកអាំងមួយបន្លែ8 9មុខទឹកជ្រលក់2មុខហើយជាមួយនឹងជ្រូកកណ្ដុរអាំងមួយទៀតពេលតអស់នេះញ៉ាំដាក់នំបញ្ចុកដាក់សាច់ជ្រូកដាក់ត្រីដាក់បន្លែអីចូលក្នុងចានតែមួយមកហើយចាំយើងដាក់ទឹកជ្រលក់ចូលហើយច្បល់វាឲ្យសព្វទឹកជ្រលក់គាត់មាន2ទៀតគឺទឹកប្រហុកជាមួយទឹកត្រីបុកហើយរសជាតិទាំងពីរហ្នឹងគឺដិតហើយហឹរអញ្ចឹងដាក់ម្ដងតិចបើខ្វះចាំដាក់ទៀតឈុតហ្នឹងខ្ញុំញ៉ាំម្នាក់ឯងអត់អស់ទេមនុស្សខ្ញុំញ៉ាំច្រើនណាប៉ុន្តែខ្ញុំញ៉ាំអត់អស់ទេខ្ញុំញ៉ាំបាន2ចានគឺនៅទើនៅនឹងមកអញ្ចឹងខ្ញុំគិតថាឈុតទូចគេហ្នឹងអាចញ៉ាំ2ទៅ3នាក់បានពោលរសជាតិគឺឆ្ងាញ់ដិតល្អខ្ញុំចូលចិត្តបើបានទៅភូមិបដាក់កុំភ្លេចទៀតចូលសាកផងកន្លែងទី3គឺភូមិនំបញ្ចុកតាំងនៅមាត់ស្ទឹងសៀមរាបដូចគ្នាហើយជាប់លបងជាមួយនឹងហាងក្អមមុននឹងឯងមើលពីក្រៅអាចគិតថាហាងគាត់ទួយប៉ុន្តែមិនមែនទួយទេបងប្អូនចូលទៅក្នុងគឺជ្រៅមែនតើមានកញ្ចុះមានអីទៀតអានេះមិនលើកទី1ដែលខ្ញុំចូលហាងហ្នឹងទេគឺខ្ញុំចូលច្រើនដងហើយភ័ក្រខ្ញុំមកពីបរទេសអីក៏ខ្ញុំនាំទៅញ៉ាំនៅហ្នឹងដែរខ្ញុំបានកំងនំបញ្ចុកផាក់លើជាមួយនឹងតែកកមួយកែវចឹងតម្លៃសរុបអស់14000ក្នុងនោះខ្ញុំឃើញមានគ្រឿងក្នុងសាច់ផាក់លើសាយ៉ូបំពងគាត់រោយស្លាយដីពីលើហើយមានបកាបុកមានអីក្នុងហ្នឹងមុនញ៉ាំត្រូវកូរឲ្យសព្វដោយសារនំបញ្ចុកហ្នឹងជាប្រភេទនំបញ្ចុកគោកមានគ្រឿងប្រភេទគោកច្រើនចឹងត្រូវតែកូរឲ្យសព្វចំពោះរសជាតិនំបញ្ចុកគឺឆ្ងាញ់ហើយអត់អីទេប៉ុន្តែផាក់លើចំពោះខ្ញុំរៀងអលួយបន្តិចខ្ញុំទៅថ្ងៃធម្មតាចឹងអត់សូវឃើញមានភ្ញៀវអញ្ចឹងសាច់ហ្នឹងអាចនឹងគាត់កដៅច្រើនដងធ្វើឲ្យវារៀងទន់ខ្លាំងពេកហើយវាក៏បាត់រសជាតិតាមនឹងដូចគ្នាខ្ញុំទៅហាងហ្នឹងរហូតខ្ញុំញ៉ាំនំបញ្ចុកស្លខ្មែរទេហើយខ្ញុំចូលចិត្តមែនតើគឺឆ្ងាញ់ខ្លាំងតែខ្ញុំទៅលើកនេះគឺចង់សាកនំបញ្ចុកប្រភេទថ្មីក៏សាកអាហ្នឹងទៅអូគ្រឿងសមួយភ្លេចអត់បានទេគឺក្រូចឆ្មាពេលមុនដាក់រសជាតិវារៀងប្រៃហើយដិតខ្លាំងបន្តិចតែពេលទាំងអស់នេះច្របាច់ក្រូចឆ្មាហើយវាកាត់អាជាតិប្រៃហ្នឹងបានល្អមែនតើអញ្ចឹងពេលញ៉ាំទៅគឺវាចូលចិត្តគ្នាខ្លាំងជាងមុនទោះមិនក៏ដោយគឺខ្ញុំញ៉ាំតតែអស់លេងដោយសារខ្ញុំចូលចិត្តនំបញ្ចុកខ្លាំងគិតថាអាកន្លែងក្រោយគេនេះគឺជាកន្លែងដែលល្បីបំផុតគឺនំបញ្ចុកពងទាកូននៅប្រាសាទបាយ័នមកវឹកមុនគឺអត់ផុតទេទាំងអស់គ្នាហើយខ្ញុំទៅថ្ងៃទី1គឺគាត់អស់លេងតទៅលើកទី2បានញ៉ាំបើទាំងអស់នេះយកពងទា2គ្រាប់តម្លៃ5000បើយក3គ្រាប់តម្លៃ6000នំបញ្ចុកគាត់សាមញ្ញប៉ុន្តែឆ្ងាញ់មែនតើដាក់ច្រវាយនំបញ្ចុករោយអំបិលម្រេចជីពងទាកូនហើយគាត់ដាក់ជាមួយនឹងខ្ទឹមជ្រក់គាត់ហ្នឹងគឺឆ្ងាញ់មែនតើមុនញ៉ាំត្រូវតែកូរវាឲ្យសព្វដើម្បីឲ្យចូលជាតិដំបូងគាត់ថាវាសាមញ្ញអត់មានអីអស្ចារ្យផងតែញ៉ាំទៅគឺចូលជាតិប្លែកមកមែនតើគឺសំនឹងល្បីមកគេខ្ទឹមជ្រក់របស់គាត់ហ្នឹងក៏ហឹរគួរសមដែរគាត់ក៏មានកៅអីមានអីឲ្យអង្គុយដែរប៉ុន្តែខ្ញុំចង់ឈរញ៉ាំហើយញ៉ាំមកមានក្តីសុខទេឆ្កែមកផងស្វាមកផងដឹងស្រាប់អីនៅម្ដុំផ្សារបាយ័នហ្នឹងគឺស្វាច្រើនមែនតើអញ្ចឹងញ៉ាំភ័យខ្លាចតែវាលួចនេះលួចនោះហ្នឹងបើចង់ញ៉ាំទៅរឿងថ្ងៃតិចទៅបងប្អូនលើកទី1ខ្ញុំទៅប្រហែលជាម៉ោង4ម៉ោង5គឺអស់លេងទីតាំងគាត់គឺនៅទល់មុខប្រាសាទបាយ័នហ្នឹងមកខាងដែលគេមានកន្លែងមានអីសែនហ្នឹងបងប្អូនបើបាក់ហោសួរគេមកដុំហ្នឹងទៅបងប្អូនដុំប្រាសាទបាយ័នហ្នឹងណាគេក៏ស្គាល់អ៊ីដែរដោយសារគាត់ល្បីមែនតើបើសរុបមកវិញខ្ញុំឲ្យនំបញ្ចុកពងទាកូននឹងលេខ1នំបញ្ចុកទឹកប្រហុកនៅបដាក់លេខ2ក្អមលេខ3ជាមួយនឹងភូមិនំបញ្ចុកលេខ4ប៉ុន្តែទាំង4ហ្នឹងគឺត្រូវចិត្តខ្ញុំទាំងអស់គឺឆ្ងាញ់ទេទាំងអស់នេះចំណុចខ្វះខាតគឺតិចមែនតើ